បន្ទាប់ពីថតផ្សព្វផ្សាយកសិដ្ឋានចិញ្ចឹមគោជាច្រើនខ្ញុំក៏សម្គាល់ឃើញថាកសិដ្ឋានភ្នំព្រះមានជ័យដែលមានទីតាំងនៅឃុំថ្មពួកស្រុកថ្មពួកខេត្តបន្ទាយមានជ័យគឺកសិដ្ឋាននេះគឺមានការផលិតកូនគោដែលជាកូនគោល្អដែលយើងមើលឃើញថាកូនគោទំហំប៉ុនគ្នាមើលទៅស្រស់គ្នាស្អាតមែនទែនជាបទពិសោធន៍តាមការបញ្ជាក់របស់បងប្រុសដែលជាម្ចាស់កសិដ្ឋានគឺគាត់អាចផលិតកូនគោបាន200ក្បាលសម្រាប់ឆ្នាំទី1តាមផែនការរបស់កសិដ្ឋានភ្នំព្រះមានជ័យគឺអាចផលិតកូនគោបាន300ក្បាលក្នុងមួយឆ្នាំជាមួយគ្នានេះដែរបើសិនណាជាកសិដ្ឋានផ្សេងរួមដៃគ្នាផលិតកូនគោឲ្យបានច្រើនក្បាលមានពូជចម្រុះដូចជាប្រាម៉ាន់ឆារឡេវ៉ាខ្យូសេនីប៉ូលណៃឡឺនៅពេលដែលយើងអាចផលិតបានពូជគោដែលល្អនេះជាពូជចម្រុះមានពូជក្នុងស្រុកឬពូជក្រៅស្រុកនេះជឿជាក់ថាគោយើងនឹងកើនឡើងវិញហើយធានាបានដូចថាមិនខ្វះសម្រាប់ការផ្គត់ផ្គង់នៅលើទីផ្សារនៅពេលដែលយើងផលិតគោបានច្រើនអញ្ចឹងគឺវាបង្កភាពងាយស្រួលសម្រាប់បងប្អូនដែលចង់រកគោទៅចិញ្ចឹមដែលចង់បានពូជគោដែលល្អឬមួយបងប្អូនដែលដូចថាចង់បានគោសម្បកដើម្បីយកទៅចិញ្ចឹមឬបំពន់អីគឺងាយស្រួលក្នុងការទិញគឺមិនខ្វះគោនោះទេដូចនេះក្នុងនាមយើងជាអ្នកកសិកម្មនិងជាអ្នកស្រឡាញ់វិស័យចិញ្ចឹមគោសូមបងប្អូនប្រជាកសិករចូលរួមផលិតគោឲ្យបានច្រើនទាំងអស់គ្នាបើនិយាយពីកសិដ្ឋានភ្នំព្រះមានជ័យនេះវិញគឺគាត់មានការចិញ្ចឹមគោបែបចម្រុះមានច្រើនពូជហើយក្នុងនោះដែរគាត់ផ្ដោតសំខាន់ទៅលើការចិញ្ចឹមគោមេយកកូនហើយអញ្ចឹងបច្ចុប្បន្ននេះគឺគាត់មានកូនគោជាច្រើនក្បាលហើយគាត់ក៏បានលក់ចេញខ្លះហើយក្នុងនោះដែរក៏មានកូនគោដែលទៅនឹងកើតហើយនឹងមានកូនគោដែលពេញរូបពេញរាងដែលអាចយកទៅចិញ្ចឹមដើម្បីធ្វើជាមេពូជឬបាអីក៏បានដែរអញ្ចឹងសួរថាគោនេះគាត់លក់ដែរឬទេអញ្ចឹងបងប្រុសដែលជាម្ចាស់កសិដ្ឋានគឺគាត់បានបញ្ជាក់ថាសម្រាប់កូនគោរបស់គាត់គឺគាត់លក់ហើយក្នុងនោះក៏ខ្ញុំបានចេញវីដេអូជាច្រើនដែរគឺតាក់ទងនឹងការចិញ្ចឹមគោនៅក្នុងកសិដ្ឋាននេះហើយអញ្ចឹងក៏មានបងប្អូនយើងគាត់ឃើញថាកូនគោនេះគឺល្អហើយក្នុងនោះដែរក៏គាត់បានបញ្ជាទិញបានជាច្រើនក្បាលផងដែរហើយក្នុងនោះដែរក៏គាត់នៅមានកូនគោដែលជាកូនគោពូជល្អសម្រាប់បងប្អូនដែលមានតម្រូវការចង់យកទៅធ្វើពូជយកទៅចិញ្ចឹមអីគឺគាត់មានផ្គត់ផ្គង់សម្រាប់បងប្អូនអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំសូមបង្ហាញពុកម៉ែបងប្អូនត្រឹមតែប៉ុណ្ណេះបើសិនណាជាបងប្អូនមានចម្ងល់តាក់ទងនឹងការចិញ្ចឹមមេគោយកកូននេះគឺអាចទំនាក់ទំនងលេខទូរស័ព្ទរបស់បងប្រុសដែលជាម្ចាស់កសិដ្ឋានភ្នំព្រះមានជ័យដែលមានទីតាំងនៅឃុំថ្មពួកស្រុកថ្មពួកខេត្តបន្ទាយមានជ័យបាទអញ្ចឹងសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត